បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូខ្ញុំសូមជូនវីដេអូពីរបៀបចូលទៅមើលពិន្ទុសិស្សប្រឡងតាមប្រព័ន្ធអនឡាញមួយ EdTech បាទអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូទទួលបានបាទនេះ link ដែលក្រុមការងារបានទម្លាក់ជូននៅក្នុងក្រុមអញ្ចឹងសូមលោកគ្រូគ្រូចូលទៅក្នុង link ហ្នឹងហើយខាងក្រោមនេះគឺជា username និង password ដែលលោកគ្រូគ្រូត្រូវបំពេញនៅក្នុងប្រព័ន្ធហ្នឹងបាទអញ្ចឹងខ្ញុំសូមចុចចូលកន្លែងហ្នឹងបាទបន្ទាប់ពីលោកគ្រូចុចចូលហើយកន្លែង username នេះសូមគ្រូវាយបញ្ចូលពាក្យថា teacher បាទជាអក្សរតូចទាំងអស់ហើយ password នេះសូមលោកគ្រូវាយបញ្ចូល teacher 2026បន្ទាប់មកចុចទៅលើពាក្យ sign in នេះអញ្ចឹងប្រព័ន្ធនឹងរត់មកដល់ផ្ទាំងកិច្ចការដែលគ្រូទៅត្រួតពិនិត្យអញ្ចឹងលោកគ្រូចង់ពិនិត្យលទ្ធផលប្រឡងបាទអញ្ចឹងចុចកន្លែងលទ្ធផលប្រឡងនេះបាទបន្តមកទៀតជ្រើសរើសយកខេត្តបាទខ្ញុំសូមជ្រើសរើសយកខេត្តកណ្ដាលបាទបន្តមកទៀតសូមលោកគ្រូជ្រើសរើសខែដែលប្រឡងអញ្ចឹងនៅខែកុម្ភៈនេះគឺអត់មានទេសូមគ្រូជ្រើសរើសខែមករាបន្តមកទៀតសូមជ្រើសរើសយកក្រុងស្រុករបស់លោកគ្រូអញ្ចឹងខ្ញុំសូមយកសំពៅពូនហើយឈ្មោះសាលាខ្ញុំសូមជ្រើសរើសយកអនុជ្រោយតកែវបាទកម្រិតថ្នាក់បាទខ្ញុំសូមជ្រើសរើសថ្នាក់ទី9បាទអញ្ចឹងថ្នាក់ទី9របស់ខ្ញុំទាំងអស់សិស្សមាន74នាក់សិស្សដែលបានប្រឡង71នាក់អញ្ចឹងកន្លែងទាំងនេះសូមជម្រាបបញ្ជាក់ទៅលោកគ្រូដែរលទ្ធផលប្រឡងនេះគឺអាចមើលបានលុះត្រាតែសិស្សបានចូលទៅប្រឡងសាកល្បងបាទ link មួយទៀតដែលខ្ញុំបានទម្លាក់ចូលនៅក្នុងក្រុមដែរគឺ link ឲ្យសិស្សចូលប្រឡងសាកល្បងអញ្ចឹងនៅពេលដែលគាត់ប្រឡងសាកល្បងហ្នឹងទើបមានលទ្ធផលហ្នឹងតែបើលទ្ធផលនៅខែមករាដែលគាត់ប្រឡងរួចមកហើយនោះគឺលទ្ធផលហ្នឹងអត់មានទេអញ្ចឹងសូមគ្រូឲ្យសិស្សគាត់ចូលទៅប្រឡងសាកល្បងបាទ link នេះមួយទៀតគ្រូបាទនេះ link ប្រឡងសាកល្បងនេះបាទគ្រូចង់ដឹងពិន្ទុសិស្សគាត់ប្រឡងបានឬមិនបានសូមគ្រូណែនាំឲ្យគាត់ប្រឡងទៅលើ link សាកល្បងនេះបាទអញ្ចឹងខ្ញុំសូមចូលកិច្ចការមិញវិញបាទបន្ទាប់ពីខ្ញុំជ្រើសរើសថ្នាក់ហើយខ្ញុំជ្រើសរើសយកថាថ្នាក់ទី 9A មួយចុះបាទអញ្ចឹងបន្ទាប់ពីខ្ញុំជ្រើសរើសថ្នាក់ទី 9A កន្លែងភេទកន្លែងនិទេសនេះខ្ញុំអត់ចាំបាច់រើសក៏បានដែរហើយបើលោកគ្រូចង់រើសក៏រើសទៅបាទអត់ជាបញ្ហាទេបាទមកដល់កន្លែងតនេះគឺមានពិន្ទុហើយនឹងនិទេសបាទនេះគឺជាពិន្ទុសិស្សដែលគាត់បានប្រឡងបាទគ្រប់មុខវិជ្ជាហើយបើលោកគ្រូចង់បានជានិទេសអាចចុចកន្លែងនិទេសនេះមកបាទវាលោតជានិទេសហើយឬក៏លោកគ្រូចង់ស្វែងរកឈ្មោះសិស្សណាមួយអាចស្វែងរកតាមរយៈអត្ថលេខរបស់គាត់ឈ្មោះឬអត្ថលេខរបស់គាត់នេះបានអញ្ចឹងខ្ញុំសូមជ្រើសរើសយកពិន្ទុវិញហើយបើលោកគ្រូចង់ទាញយកពិន្ទុនឹងយកទៅប្រើប្រាស់ដើម្បីធ្វើចំណាត់ថ្នាក់សូមលោកគ្រូចុចកន្លែងពាក្យថាទាញយកCIV នេះបាទចុចមកបន្ទាប់ពីចុចមកវាលោតនៅខាងលើនេះតែបើលោតនៅខាងលើហ្នឹងលោកគ្រូពិនិត្យមើលមិនទាន់ឬក៏អត់ឃើញលោតមកខាងលើនោះទេសូមលោកគ្រូចូលទៅកន្លែង download បាទចូលទៅក្នុងកុំព្យូទ័រយើង PC បាទលោកគ្រូជ្រើសរើសយកនៅកន្លែង download នេះបាទនេះក៏វាលោតមកដែរលោកគ្រូនេះលោកគ្រូអាចបើកកន្លែងតនឹងក៏បានឬក៏វាលោតនៅខាងលើនេះលោកគ្រូអាចបើកខាងលើនេះក៏បានអញ្ចឹងខ្ញុំសូមបើកនៅខាងលើនេះចុះដោយសារវាលោតនៅខាងលើនេះស្រេចហើយបាទនេះពិន្ទុដែលសិស្សបានប្រឡងគឺឃើញហើយតែខ្ញុំសូមបញ្ជាក់លោកគ្រូដែរថាឈ្មោះសិស្សអាចនឹងមិនរត់តាមលេខរៀងរបស់លោកគ្រូដែលបានកំណត់នៅក្នុងបញ្ជីឈ្មោះនៅសាលារៀនអញ្ចឹងលោកគ្រូពិនិត្យមើលបញ្ជីនេះហើយនឹងបញ្ជីឈ្មោះជាក់ស្ដែងរបស់លោកគ្រូប្រសិនបើមានលក្ខណៈខុសគ្នាលោកគ្រូអាចកែសម្រួលតាមបញ្ជីឈ្មោះនៅសាលារៀនរបស់លោកគ្រូជៀសវាងការផ្ដល់បន្ទុកទៅសិស្សទៅគឺខុស
បាទវាខុសឈ្មោះដោយសារលេខរៀងនៅក្នុងបញ្ជីនេះគឺវាខុសពីលេខរៀងជាក់ស្ដែងដែលគ្រូបានប្រើប្រចាំថ្ងៃនៅក្នុងសាលាបាទសូមអរគុណវីដេអូខ្ញុំមានតែប៉ុណ្ណឹង